មន្ត្រីហ៊ុនសែនរហូតមកទល់នឹងថ្ងៃទី8មីនានេះនៅបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការបែកធ្លាយសារឆ្លើយឆ្លងតាមទូរស័ព្ទរបស់ពួកគេពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយបុគ្គលមួយចំនួនប្រពន្ធមួយឈ្មោះអង្គរបូរីបានផ្ញើសារឆ្លើយឆ្លងរបស់គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅកាន់អតីតប្រធានគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីហើយត្រូវបានលោកសំរងស៊ីបន្តចែកចាយទៅឲ្យបណ្ដាញសារព័ត៌មានកាលពីថ្ងៃទី1ខែមីនាលោកយាងសុជាមតារាយការណ៍អំពីព័ត៌មាននេះខណៈក្នុងមួយរយៈពេលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញមុខទទួលស្គាល់សារសន្ទនាតាមទូរស័ព្ទដែលលោកអះអាងថាជារបស់លោកនិងលោកកឹមសុខាហើយថែមទាំងគម្រាមបញ្ចេញសារឆ្លើយឆ្លងរបស់មន្ត្រីបកប្រឆាំងទៀតនោះប៉ុន្តែបែរជាសមាជិកក្រុមគ្រួសាររបស់លោកហ៊ុនសែនវិញមិនទាន់មានប្រតិកម្មឡើយចំពោះការបែកធ្លាយសារឆ្លើយឆ្លងរបស់ពួកគេក្នុងសារសន្ទនាលក្ខណៈឯកជនច្រើនទំព័រដែលភាគច្រើនពាក់ព័ន្ធនឹងក្រុមគ្រួសារត្រកូលហ៊ុននិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលបែកធ្លាយនោះគេឃើញមានជាប់ឈ្មោះនឹងលេខទូរស័ព្ទអ្នកស្រីប៊ុនរ៉ានីភរិយាលោកហ៊ុនសែនកូនលោកហ៊ុនសែនរួមមានលោកហ៊ុនម៉ាណែតលោកហ៊ុនម៉ាណិតលោកហ៊ុនម៉ានីអ្នកស្រីហ៊ុនម៉ាណាអ្នកស្រីហ៊ុនម៉ាលីលោកហូសុធីប្រធានខុទ្ទកាល័យនិងជាមនុស្សចំណិតរបស់លោកហ៊ុនសែនលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកសុនចន្ទថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រីសុកអានផងដែរអាស៊ីសេរីបានផ្ញើលិខិតទៅកាន់កូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងមន្ត្រីរដ្ឋាភិបាលមួយចំនួនដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះអាស៊ីសេរីចង់ដឹងថាតើសារទាំងនោះពិតជារបស់ពួកគេឬយ៉ាងណាហើយថាតើពួកគេមានចំណាត់ការយ៉ាងណាចំពោះការបញ្ចេញសារដែលជាការសន្ទនាសម្ងាត់ជាលក្ខណៈឯកជនដូចនេះទោះជាយ៉ាងណាអាស៊ីសេរីមិនទាន់ឃើញមានការឆ្លើយតបពីគ្រួសារលោកហ៊ុនសែននិងមន្ត្រីជាន់ខ្ពស់ទាំងនោះនៅឡើយទេបន្ទាប់ពីបានដាក់លិខិត3ថ្ងៃមកពេលតាក់ទងតាមទូរស័ព្ទនៅថ្ងៃទី8មីនាជំនួយការរបស់លោកហ៊ុនម៉ាណែតដែលមិនប្រាប់ឈ្មោះថ្លែងថាលោកមិនមានសមត្ថកិច្ចក្នុងការឆ្លើយជាមួយអ្នកសារព័ត៌មានឡើយលោកក៏មិនទាន់ដឹងថាតើលោកហ៊ុនម៉ាណែតបានទទួលលិខិតរបស់អាស៊ីសេរីឬយ៉ាងណានោះទេក្នុងសារឆ្លើយឆ្លងគ្នាដែលបែកធ្លាយបានបង្ហាញពីការពាក់ព័ន្ធពីទំនាក់ទំនងកិច្ចការជំនួញរបស់ក្រុមគ្រួសារត្រកូលហ៊ុនយុទ្ធសាស្ត្របំភ័យគណៈបកប្រឆាំងរឿងក្តីរបស់លោកហ៊ុនម៉ាណែតនៅតុលាការសហរដ្ឋអាមេរិកនិងការជ្រៀតជ្រែកក្នុងកិច្ចការតុលាការក្នុងចំណោមសារឆ្លើយឆ្លងទាំងនោះដែរគេឃើញមានសារឆ្លើយឆ្លងរបស់ជនជាតិប៉ាគីស្ថានឈ្មោះ Joseph Mathew ដែលគេដឹងថាជានាយកមជ្ឈមណ្ឌលសិក្សាអាស៊ានហើយដែលតែនិយាយសរសើរពីការដឹកនាំរបស់លោកហ៊ុនសែនឬនិយាយការពារលោកហ៊ុនសែនពីការរិះគន់របស់សហគមន៍អន្តរជាតិលោក Mathew បានសរសេរស្នើឲ្យលោកហ៊ុនម៉ាណែតជួយលោកក្នុងការទទួលបានសញ្ជាតិកម្ពុជាជនជាតិប៉ាគីស្ថានដែលមានភរិយាជាជនជាតិខ្មែររូបនេះក៏បានអរគុណលោកហ៊ុនម៉ាណែតដែលបានជួយឲ្យបំណងរបស់លោកបានសម្រេចលោក Joseph Mathew បានសរសើរលោកហ៊ុនម៉ាណែតហើយបានសន្យាថានឹងជួយកិច្ចការរបស់លោកហ៊ុនម៉ាណែតនិងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងនោះក៏មានការរៀបចំយុទ្ធសាស្ត្រដើម្បីទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតក្នុងឆ្នាំ2017និងឆ្នាំ2018ករណីជនបរទេសពឹងពាក់លោកហ៊ុនម៉ាណែតដើម្បីបានសញ្ជាតិខ្មែរនេះអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានថ្លែងថាវាមិនមានអ្វីជារឿងខុសច្បាប់នោះទេលោកថាលុះណាតែលោកហ៊ុនម៉ាណែតបានធ្វើកិច្ចសន្យាឬធ្វើការធានាឬទទួលយកលុយកាក់ពីគេទើបវាអាចខុសច្បាប់ប៉ុន្តែបើតាក់ទងដើម្បីសួរព័ត៌មានឬដឹងពីខ្សែរយៈដើម្បីទទួលបានសញ្ជាតិខ្មែរនោះលោកហ៊ុនម៉ាណែតមិនមានកំហុសឬមានទំនាស់ផលប្រយោជន៍អ្វីឡើយពឹងពាក់គ្នានឹងវាមិនគិតថាភារកិច្ចឬមិនភារកិច្ចទេគេស្រាវជ្រាវតើមានទយោមានតំណែងតំណងអីកន្លែងសមត្ថកិច្ចដែលទៅអ្នកដែលអមតាក់តងទៅឯដងហ៊ុនម៉ាណែតអញ្ចឹងគាត់អត់មានភារកិច្ចធ្វើរឿងហ្នឹងគាត់ទៅពឹងគេតទៅទៀតអាហ្នឹងបើសិនណាជាគាត់មានទយោស្គាល់គេស្គាល់ឯងទៅណាអាហ្នឹងហើយឧទាហរណ៍ថាដូចថាខ្ញុំហ្នឹងគេពឹងមកបន្តិចដែរក៏មិនដែរខ្ញុំមិនដែរធ្វើការងារអីរឿងគេពឹងទៅទស្សនកិច្ចខាងក្រៅនេះគេសួរពីរឿងដំណងបែបបត់អីធ្វើវិនិយោគអីនៅក្នុងស្រុកយើងនៅតើយើងស្គាល់ទយោអីគេពឹងអញ្ចឹងព្រោះអ្នកក្រៅក៏មិនដែរគេមិនដែរស្គាល់ផ្ទៃក្នុងរបស់យើងតែណាជាអ្នកទទួលបន្ទុកដោះស្រាយការងារណាមួយទេអញ្ចឹងដល់យើងអ្នកជាអ្នកនៅក្នុងស្រុកគេស្គាល់យើងគេសុំពឹងយើងថាឲ្យជួយប្រាប់គេមើលថាតើចំណុចណារបស់គេចង់អញ្ចឹងតើចូលទៅណាចូលតាមណាដោះស្រាយវិធីនីតិវិធីយ៉ាងម៉េចអានឹងបានគេសរុបមកវិញទៅថាការពឹងហ្នឹងវាមិនទាន់ទៅដល់ការជាក់ស្ដែងទៅដល់កំហុសឬមួយមិនកំហុសអីទេទោះជាយ៉ាងណាអ្នកសិក្សាការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគបណ្ឌិតមាននេះយល់ថាបញ្ហានេះអាចបង្កឲ្យមានទំនាស់ផលប្រយោជន៍ចំណែកមន្ត្រីរដ្ឋាភិបាលនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានថ្លែងថាលោកមិនដឹងថាការលេចធ្លាយឯកសារនេះពិតឬវាមិនពិតយ៉ាងណានោះទេ
ហើយលោកក៏មិនដឹងថាអ្នកណាជាអ្នកបញ្ចេញសារទាំងនោះដែរទោះជាយ៉ាងណានៅពេលសួរថាតើរដ្ឋាភិបាលឬគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងប្តឹងទៅកាន់សមត្ថកិច្ចឬតុលាការដើម្បីស្វែងរកមុខអ្នកទម្លាយឬយ៉ាងណាលោកផៃស៊ីផានឆ្លើយតបថាលោកមិនមែនជាមេធាវីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនហើយក៏មិនមែនជាមេធាវីគ្រួសារលោកហ៊ុនសែននោះដែរលោកថាបញ្ហានេះវាស្រេចតែទៅលើម្ចាស់សម័យដែលសាររបស់ខ្លួនត្រូវបានគេទម្លាយនោះអ្នកសិក្សាការពិវត្តសង្គមនិងជាអ្នកវិភាគបណ្ឌិតមាននេះយល់ឃើញថានៅពេលដែលរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទប់ស្កាត់កុំឲ្យមានបញ្ហាបញ្ចេញសារសន្ទនាឯកជនវានឹងអាចក្លាយទៅជាប្រពៃណីនៅក្នុងសង្គមលោកថានេះមិនមែនជាប្រពៃណីល្អឡើយហើយនៅទីបំផុតវានឹងប៉ះពាល់ទៅលើរដ្ឋាភិបាលខ្លួនឯងសម័យពលពតគេធ្វើឲ្យមនុស្សលែងទុកចិត្តគ្នាតាមរយៈការដាក់គេហៅដាក់ពេញសម្ងាត់ឲ្យតាមវាទៅវិញទៅមកប៉ុន្តែមកដល់សម័យនេះប្រព័ន្ធបច្ចេកវិទ្យាដូចទូរស័ព្ទអីនេះកាលណាឲ្យលេចធ្លាយអញ្ចឹងដូចធ្វើឲ្យមនុស្សលែងគ្នាហ្មងទៅបីតែបច្ចេកគ្នារឿងអីដែលសំខាន់តិចលែងហ៊ានបច្ចេកតាមទូរស័ព្ទហើយនាំវាទៅបច្ចេកគ្នាទៅតាមតុកកាហ្វេអីវិញអញ្ចឹងទៅអញ្ចឹងវាសិតតែបង្កឲ្យមានការព្រួយបារម្ភសម្រាប់សង្គមតែយើងមិនដឹងថាតើរដ្ឋាភិបាលគាត់យល់ពីស្ថានភាពហ្នឹងដែរឬអត់អ្នកច្បាប់ចាត់ទុកថាការផ្សព្វផ្សាយការសន្ទនាឯកជនបែបនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនៃជីវភាពឯកជនដែលត្រូវបានការពារដោយច្បាប់អ្នកវិភាគយល់ថាដោយសារអាជ្ញាធរមិនបានស៊ើបអង្កេតករណីទាំងនេះទើបការរំលោភការសម្ងាត់ឯកជននេះនៅតែកើតមានឡើង។